សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកនៅគំនិតមួយចំនួនរបស់អ្នកឧកញ៉ាគិតម៉េងដែលគាត់បានបង្ហោះផ្សព្វផ្សាយនៅលើ Facebook Page ផ្លូវការរបស់គាត់ដែលគំនិតទាំងអស់នោះគឺជាឃ្លូងឃ្លាប្រយោគដែលតាក់ទងទៅនឹងការអប់រំហើយនិងការលើកទឹកចិត្តតទៅនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នារងចាំស្ដាប់ដូចតទៅសូមដាក់គោលដៅរបស់អ្នកជាកិច្ចការសំខាន់ហើយរៀបចំពេលវេលានិងធនធានរបស់អ្នកដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីជីវិតផែនការដែលត្រូវបានរៀបចំល្អនិងមានលទ្ធភាពដ៏ធំធេងក្នុងការទទួលជោគជ័យការធ្វើកិច្ចការច្រើនក្នុងពេលតែមួយគឺជាអ្វីដែលចាំបាច់ប៉ុន្តែការប្រើខួរក្បាលរបស់អ្នកលើសលប់អាចនាំឲ្យអ្នកអស់កម្លាំងសូមទុកពេលសម្រាប់ខ្លះដើម្បីឲ្យខួរក្បាលរបស់អ្នកបានសម្រាប់ដែររាល់បញ្ហាប្រឈមដែលអ្នកជួបគឺជាមេរៀនដែលរងចាំអ្នកដើម្បីឲ្យអ្នករៀនពីវាឲ្យអ្នកផ្លាស់ប្ដូរខ្លួនអ្នកនិងឲ្យអ្នករីកចម្រើនទៅមុខសូមចាំថាចំណុចខ្សោយរបស់អ្នកមិនមែនជាកត្តាកំណត់អ្នកទេការធ្វើអ្វីដែលអ្នកមិនពូកែធ្វើនឹងធ្វើឲ្យអ្នករឹងមាំក្នុងជីវិតភាពជោគជ័យមិនអាចកើតឡើងដោយការគេចពីបញ្ហាប្រឈមនោះទេភាពជោគជ័យបានមកពីការហ៊ានប្រឈមមុខជាមួយនឹងបញ្ហាហើយជំនះបញ្ហាប្រឈមទាំងនោះបញ្ហាប្រឈមមិនមែនជារបាំងរារាំងដំណើរអ្នកនោះទេវាជាកាលានុវត្តភាពនាំអ្នកឆ្ពោះទៅរកភាពជោគជ័យដូច្នេះអ្នកត្រូវពុះពៀជំនះឧបសគ្គនិងស្វែងរកឱកាសល្អនៅពេលទន្ទឹមគ្នានេះជោគជ័យមិនមែនគ្រាន់តែជាការសម្រេចគោលដៅឬឈានដល់ចំណុចខ្ពស់បំផុតក្នុងជីវិតនោះទេផ្ទុយទៅវិញជោគជ័យគឺជាការផ្ដោតលើអ្វីៗដែលសំខាន់បំផុតនៅក្នុងជីវិតសម្រាប់ខ្ញុំគ្រួសារគឺជាអាទិភាពចម្បងអនាគតរបស់អ្នកត្រូវបានកំណត់បានដោយជំរឿសនិងសកម្មភាពដែលអ្នកធ្វើនៅថ្ងៃនេះការសម្រេចចិត្តនីមួយៗមិនថាតូចឬធំយ៉ាងណានោះទេតែងតែមានឥទ្ធិពលនៅអនាគតតាមរយៈការគិតនិងសកម្មភាពអ្នកអាចមានឥទ្ធិពលលើជោគវាសនារបស់អ្នកនិងកសាងជីវិតដែលឆ្លុះបញ្ចាំងពីគោលដៅនិងសេចក្តីប្រាថ្នារបស់អ្នកសូមចាំថារាល់ជំហានដែលអ្នកធ្វើនៅពេលនេះគឺជាការវិនិយោគនាពេលអនាគតដែលអ្នកចង់បានយើងគួរតែបដិសេធវិនិច្ឆ័យខ្លួនឯងជីវិតឬមនុស្សផ្សេងទៀតដោយផ្អែកលើកំហុសតែមួយឬពេលវេលាដ៏លំបាកមួយគ្រាលះគឺជារបាំងដែលយើងដាក់រារាំងខ្លួនយើងមិនឲ្យធ្វើសកម្មភាពនិងសម្រេចបាននៅសក្តានុពលរបស់យើងសូមធ្វើខ្លួនអ្នកហុំព័ទ្ធទៅដោយបណ្ដាញគាំទ្រនិងជៀសឲ្យឆ្ងាយពីគំនិតអវិជ្ជមានសូមប្រព្រឹត្តមកលើខ្លួនអ្នកឲ្យបានល្អនិយាយប្រកបដោយភាពវិជ្ជមាននិងបង្ហាញការគោរពទង្វើទាំងនេះជារបៀបដែលអ្នកទទួលបានការគោរពពីអ្នកដទៃមកវិញជីវិតគឺជាការផ្សងព្រេងដែលអ្នកហ៊ានស៊ីហ៊ានសងគន្លឹះដ៏សំខាន់បំផុតមួយសម្រាប់ជីវិតដែលប្រសើរជាងមុនគឺប្រកាន់ខ្ជាប់នៅអាកប្បកិរិយានិងវិន័យក្នុងជីវិតដែលយើងត្រូវអនុវត្តរហូតដល់ក្លាយជាទម្លាប់ក្នុងការរស់នៅ